สุดใดปริบัติโลกลุสไรนี่ก็ยังต้องจิตติรบแอนได้สาแต่สมนมโพปีบรรดาปริบัติได้จิตเทศนาในวิดีโอคลิประบบขยมวิการเลี้ยงคล้อยในขนมบรรดาสังคมยูทูบบ่าก็สมนมโพเอาขยมช่วยบังหัดบังหายเอาปีรูปยิบในการดอกดังหามให้ทั้งไงดิขยมหนึ่งធ្វើការបង្ហាញអំពីវិធីដកដង្ហើមការប្រែខ្យល់វិធីប្រែខ្យល់ដោយធ្វើយ៉ាងណាមិនឲ្យដាច់នៅលំហូរខ្យល់នៅក្នុងខ្លុយមិនអាក់បាទអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនោះគឺថាយើងផ្លុំនៅពេលដែលយើងផ្លុំខ្យល់ចេញទៅតាមខ្លុយយើងត្រូវសន្សំខ្យល់នៅក្នុងមាត់យើងដែលយើងតែងតែធ្វើមាត់ប៉ោងហើយការដែលធ្វើមាត់ប៉ោងហ្នឹងយើងបានខ្យល់មកពីណាគឺយើងដកដង្ហើមតាមច្រមុះតាមរន្ធច្រមុះចូលមកនៅក្នុងមាត់យើងហើយនៅក្នុងមាត់នោះនៅពេលវាប៉ោងខ្លាំងអាក្នុងមាត់នោះវាត្រូវបញ្ចេញទៅតាមបពងឫស្សីខ្លុយហ្នឹងទៅតាមខ្លុយហ្នឹងអញ្ចឹងរាល់ពេលដែលយើងដឹងថាខ្យល់នៅក្នុងមាត់របស់យើងបញ្ចេញមកនឹងចិត្តអស់យើងត្រូវតែបឺតទៅតាមច្រមុះទៀតដើម្បីយកទៅសំនៅក្នុងមាត់ឲ្យបង្ហូរចាញ់តាមនេះរហូតបាទហើយនៅពេលដែលយើងលេងក៏ដូចគ្នាដែរគឺយើងអាឡ័យតាគិតអំពីអាខ្យល់សន្សំខ្យល់បឺតអីហ្នឹងទៅវាអាចភ្លេចចង្វាក់អីអាហ្នឹងអត់ទេយើងហាត់បន្តិចម្ដងឧទាហរណ៍ដូចខ្ញុំសាកល្បងឲ្យយើងមើលមួយនេះគឺជាបទដែលយើងត្រូវផៅអូវែងហើយនៅក្នុងនោះខ្ញុំបង្ហាញតិចមួយទៀតគឺ slide ការ slide សំឡេងយើងថាជូតគឺយើងជូតទៅលើរន្ធខ្លុយហ្នឹងយើងជូតវាទៅគឺដើម្បីឲ្យសំឡេងហ្នឹងវារៀងមញែកហើយយើងថាដូចមញែករំអួយបាទរំអួយទីហោนั่นคือយើងបើករុនខ្លុយហ្នឹងបង្ហើបទីម្ដងហើយយើងជូតខ្លុយទៅបាទហើយនឹងមួយទៀតគឺវិធីរលាក់ខ្យល់ដើម្បីឲ្យវាមានគេហៅថាវាព្រោះណាវាព្រោះជាជាងយើងផ្លុំត្រង់នៅពេលដែលយើងលាក់ខ្លុយហ្នឹងមិនយើងលាក់អុកតិចនៅក្នុងហ្នឹងឧទាហរណ៍គឺយើងលាក់អុកតិចនៅពេលហ្នឹងគឺមានបទណាដែលយើងត្រូវយូរកន្លែងហ្នឹងគឺយើងលាក់ថែមតិចនៅក្នុងខ្យល់ដង្ហើមរបស់យើងបញ្ចេញមកដោយអុកតិចចឹងទៅគឺវាព្រោះជាជាងយើងផ្លុំតាមបែបធម្មតាតែខ្យល់ចេញមកត្រង់ពេកវាអត់ព្រោះទេបាទអញ្ចឹងសូមអរគុណច្រើនចំពោះប្រិយមិត្តលោកស្រីនិងកញ្ញាទាំងអស់ដែលតែងនិយមតាមដានអំពីការបង្ហោះនៅវីដេអូរបស់ខ្ញុំហើយបើសិនជាមានសំណួរអាចសួរនៅក្នុង comment ខាងក្រោមហើយតាមដានបន្តសូម Subscribe បាទសូមអរគុណ